សួស្តីបងប្អូនទាំងគ្នាចាបងប្អូនទាំងគ្នាដល់រដូវដុំខ្ទិះឆ្ងាញ់ណាបងប្អូនទាំងគ្នាចាគឺខែប្រាំងចាចាប់ពីខែ12ហ្នឹងទៅគឺដុំខ្ទិះចាគឺរៀងខ្ទិះខាប់ចាឆ្ងាញ់មែនតើបងប្អូនចានេះបងប្អូនស្បកដុំខ្ទិះគឺរៀងស្វិតបងប្អូនទាំងគ្នាចាអត់ស្រួយទេចាវាយយូរដែរចាងំតែបែកចាហើយនេះជាប្រភេទដុំខ្ទិះបងប្អូនទាំងគ្នាចាគឺខ្ទិះដងខ្ទិះនេះគឺគាត់ចាស់ល្អបងប្អូនចាស់ល្អអញ្ចឹងដងខ្ទិះរបស់គាត់ទៅជាខាប់ចាខាប់ចានេះខ្ញុំចាក់ដាក់កូនកែវទុកយកទៅលាបមុខល្អណាបងប្អូនអ្នកគ្នាចាបន្ទាប់ចាក់លាបមុខហើយខ្ញុំយកទឹកខ្ញុំយកមកធ្វើទឹកក្លុកចាខ្ញុំដាក់ទឹកកក500ចា500ក្រាមហើយខ្ញុំដាក់ទឹកដោះគោឆៅចំនួន200ក្រាមហើយចំនួនទឹកដោះគោខាប់ខ្ញុំដាក់ចំនួន100ក្រាមបងប្អូនអ្នកគ្នា100ក្រាមហ្នឹងគឺរសជាតិល្មមអត់ផ្អែមខ្លាំងទេតែបើសិនជាបងប្អូនចង់បានរសជាតិរៀងផ្អែមខ្លាំងដាក់ដល់150អញ្ចឹងទៅណាបងប្អូនអ្នកគ្នាឬក៏យើងដាក់លៃមើលមកល្មមដែលយើងចង់ញ៉ាំថាផ្អែមប៉ុណ្ណាអញ្ចឹងទៅចាសម្រាប់ខ្ញុំដាក់100ក្រាមហើយបន្ទាប់មកដូងដែលខ្ញុំកាប់ហ្នឹងគឺចំហៀងទូចទេបងប្អូនអ្នកគ្នាចាចំហៀងទូចមែនតើនៅពីខាងលើហ្នឹងចាគឺខ្ញុំឆ្កឹះសាច់ដាក់ទាំងអស់តែម្ដងបងប្អូនអ្នកគ្នាចាឆ្កឹះសាច់ដាក់ទាំងអស់តែចំហៀងតូចទេមិនចំហៀងធំទេណាបងប្អូនចំហៀងធំនោះយើងអាចធ្វើទឹកក្លុកបានទៅដល់3ដងចាដល់ពេលដាក់ម៉ាស៊ីនទឹកក្លុកទី1ម៉ាស៊ីនទឹកក្លុកនឹងខូចបងប្អូនអើយចាដល់នេះមានម៉ាស៊ីនទឹកក្លុកថ្មីនេះចានៅផ្ទះស្រាប់ហ្នឹងចាគឺយកមកដាក់ព្រាមតែម្ដងកុំអីហ្នឹងអត់មានអីក្លុកបដ ாய் ចាបន្តមកនេះបងប្អូនចុចតែពី3 view គឺម៉ត់ល្អមែនតើបងប្អូនអ្នកគ្នាចានេះទឹកក្លុកដូងមកខ្ញុំឬរយបងប្អូនអ្នកគ្នាទឹកក្លុកដូងខ្ទិះចាឬរស់ហើយអញ្ចឹងខ្ញុំអាចចាក់ដាក់កែវរៀបចំយកទៅញ៉ាំបានហើយចានេះបងប្អូនអ្នកគ្នាចាតំណងគួរឲ្យចង់ញ៉ាំមែនតើចាខ្ទិះឡើងឈ្ងុយតែម្ដងចាអរគុណ